ជាយូរលង់ណាស់មកហើយមានព្រះអង្គម្ចាស់មួយអង្គព្រះនាមព្រះថោងដែលត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្ររបស់ទ្រង់ដោយមានតែញាក់ស្មោះត្រង់មួយក្រុមតូចរួមដំណើរឆ្ពោះទៅកាន់ទឹកដីដែលមិនទាន់ស្គាល់ដើម្បីស្វែងរកអនាគតថ្មីការធ្វើដំណើរពោពេញដោយភាពលំបាកពួកគេបានឆ្លងកាត់ព្រៃក្រាស់និងភ្នំខ្ពស់ៗដោយពឹងផ្អែកតែលើផែនទីចាស់ៗនៅទីបំផុតពួកគេបានមកដល់ឆ្នេរសមុទ្រព្រះថោងឈរនៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រស់ស្អាតសម្លឹងមើលទៅមហាសមុទ្រដ៏ធំល្វឹងល្វើយពួកគេបានរកឃើញកោះដ៏ស្រស់ស្អាតមួយនៅពេលរកកោះនោះពួកគេបានប្រទះឃើញថ្មចម្លាក់បុរាណដែលគ្របដណ្ដប់ដោយផ្កាថ្មដែលបង្ហាញថាទីនេះមិនមែនជាកោះធម្មតាឡើយនៅពេលនោះស្រាប់តែមានរលកបក់មកលើឆ្នេរនារីដ៏ស្រស់សោភាម្នាក់បានលេចចេញមកនោះគឺបុត្រីរបស់ស្ដេចនាគព្រះថោងបានស្រឡាំងកាំងដោយសម្រស់របស់នាងនាគពួកគេទាំងពីរបានសម្លឹងមើលគ្នាយ៉ាងយូរទ្រង់បានដឹងភ្លាមថានាងគឺជាវាសនារបស់ទ្រង់នាងនាគបាននាំព្រះថោងចុះទៅក្រោមកម្ពស់ទឹកសមុទ្រដោយមានការការពារពីមន្តអាគមរបស់នាងពួកគេបានធ្វើដំណើរចុះទៅកាន់ពិភពក្រោមទឹកដ៏អស្ចារ្យនៅទីបំផុតពួកគេបានមកដល់រាជវាំងក្រោមទឹករបស់ស្ដេចនាគវាជារាជវាំងដ៏អស្ចារ្យដែលធ្វើពីផ្កាថ្មនិងត្បូងមានដំណៃពួកគេបានចូលទៅគាល់ស្ដេចនាគអង្គុយលើបន្លំផ្កាថ្មដ៏ធំដែលមានទីប្រឹក្សាដ៏មានប្រាជ្ញាឈរនៅក្បែរព្រះថោងបានទូលថ្វាយពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះបុត្រីស្ដេចនាគបានសាកល្បងសេចក្តីស្រឡាញ់របស់ព្រះថោងទ្រង់មានបន្ទូលថាប្រសិនបើអ្នកចង់រៀបការជាមួយបុត្រីរបស់យើងអ្នកត្រូវតែបង្ហាញពីភាពក្លាហាននិងសេចក្តីស្រឡាញ់ពិតប្រាកដរបស់អ្នកព្រះថោងត្រូវតស៊ូប្រឆាំងនឹងចរន្តទឹកដ៏ខ្លាំងក្លានិងការសាកល្បងផ្សេងទៀតទ្រង់មិនព្រមចុះចាញ់ឡើយដោយសារសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ចំពោះនាងនាគនៅទីបំផុតព្រះថោងបានទទួលជោគជ័យស្ដេចនាគបានប្រទានការរៀបការរបស់ពួកគេរាជវាំងទាំងមូលបានអបអរសាទរចំពោះសេចក្តីស្រឡាញ់របស់គូស្នេហ៍ថ្មីថ្មោងពិធីមង្គលការត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមពួកគេបានហែកក្បួនកាត់តាមផ្ទៃទឹកដ៏ស្រស់ស្អាតដើម្បីជីកាដូអាពាហ៍ពិពាហ៍ស្ដេចនាគបានសម្រេចចិត្តបង្កើតទឹកដីថ្មីសម្រាប់ព្រះថោងនិងនាងនាគដោយប្រើមន្តអាគមរបស់ទ្រង់ដើម្បីធ្វើឲ្យទឹកសមុទ្ររីងស្ងួតទឹកសមុទ្របានស្រកជោភ្លៀមទឹកដីថ្មីដ៏មានជីជាតិបានលេចចេញមកទឹកដីនេះត្រូវបានគេហៅថាគោកថ្លុកព្រះថោងនិងនាងនាគបានចាប់ផ្ដើមស្ថាបនាទីក្រុងថ្មីពួកគេបានជ្រើសរើសទីតាំងដ៏ធំមួយប្រជាជនដំបូងបានចាប់ផ្ដើមមកតាំងទីលំនៅពួកគេបានសាងសង់ប្រាសាទដ៏ធំមួយនាងនាគបានប្រើមន្តអាគមរបស់នាងដើម្បីជួយក្នុងការសាងសង់ទីក្រុងរបស់ពួកគេបានក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាតនិងមានភាពរីកចម្រើនព្រះរាជាណាចក្ររបស់ពួកគេបានរីកចម្រើនយ៉ាងឆាប់រហ័សប្រជាជនរស់នៅដោយមានសេចក្តីសុខនិងសន្តិភាពទីក្រុងរបស់ពួកគេបានក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវប្បធម៌ព្រះថោងបានបង្កើតទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងទ្រង់បានក្លាយទៅជាស្ដេចដ៏មានប្រជាប្រិយភាពនិងទទួលការគោរពពីគ្រប់គ្នាទោះបីជាមានសន្តិភាពក៏ដោយព្រះថោងនៅតែបន្តពង្រឹងកងទ័ពរបស់ទ្រង់ចង់ការពារព្រះរាជាណាចក្រពីការឈ្លានពានរបស់សត្រូវទោះជាយ៉ាងណាក៏ដោយថ្ងៃមួយស្រាប់តែមានសត្រូវឈ្លានពានពួកគេគឺជាកងទ័ពដ៏ធំមួយដែលដឹកនាំដោយព្រះអង្គម្ចាស់ដ៏ខូគ្រឿងម្នាក់សង្គ្រាមបានចាប់ផ្ដើមព្រះថោងបានដឹកនាំកងទ័ពរបស់ទ្រង់ចូលទៅក្នុងសមរភូមិពួកគេបានប្រយុទ្ធយ៉ាងក្លាហានដើម្បីការពារទឹកដីនិងសេរីភាពរបស់ពួកគេនៅចំការសមរភូមិដ៏ស្រួចស្រាលព្រះថោងបានតស៊ូប្រឆាំងនឹងសត្រូវដោយមានជំនួយពីមន្តអាគមរបស់នាងនាគព្រះថោងបានទទួលជោគជ័យជំនះរបស់ព្រះថោងនិងនាងនាគបាននាំមកនូវសន្តិភាពដល់ព្រះរាជាណាចក្រពួកគេបានក្លាយទៅជាស្ថាបនិករបស់រាជវង្សថ្មីនិងវប្បធម៌ដ៏អស្ចារ្យព្រះរាជាណាចក្ររបស់ពួកគេបានក្លាយទៅជាមូលដ្ឋានគ្រឹះនៃអរិយធម៌ខ្មែររហូតមកដល់សព្វថ្ងៃ